សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គទី16ថ្ងៃនេះខ្ញុំចង់និយាយអំពីឈុតឆាកមួយដែលល្អមើលជាងគេនៅក្នុងរឿងសាមកុកដែលតាក់ទងជាមួយនឹងជូកលៀងហើយនិងសឿមអ៊ីប្រយុទ្ធទល់មុខគ្នាដែលបើកចំហហើយប្រវត្តិសាស្ត្រដែលតាក់ទងជាមួយនឹងជូកលៀងនិងសឿមអ៊ីប្រយុទ្ធតទល់គ្នាហ្នឹងគឺវាប្រៀបធៀបដូចគ្នាជាមួយនឹងសង្គ្រាមខ្មែរនិងថៃអញ្ចឹងហើយយើងក៏អាចយករឿងប្រវត្តិសាស្ត្រយកមកប្រៀបធៀបជាក់ស្ដែងជាមួយនឹងខ្មែរនិងថៃបានដែរតាក់ទងជាមួយនឹងការប្រយុទ្ធគ្នាទៅវិញទៅមកហ្នឹងហើយឥឡូវថៃកំពុងតែរកលេសដើម្បីចង់ប្រយុទ្ធតទល់គ្នាជាមួយនឹងកម្ពុជាយើងដល់បោកចំហម្ដងទៀតដែរតែអ្វីដែលខុសគ្នានៅក្នុងប្រវត្តិសាស្ត្រហើយនិងបច្ចុប្បន្នចាស់ស្ដែងនោះគឺជំនាន់សាមកុកគឺជូកលៀងជានគរតូចហើយមុខបៃសឺមីដែលជានគរធំប៉ុន្តែក្នុងបច្ចុប្បន្ននេះថៃគឺជាប្រទេសមួយដែលធំមកចង់វាយប្រទេសដែលតូចវិញតែយើងក៏មិនអាចកំណត់មើលជោគវាសនាក្នុងការអ្នកណាឈ្នះអ្នកណាចាញ់ដែរស៊ីសងលើព្រំលិខិតហើយនឹងយុទ្ធសាស្ត្ររៀងខ្លួននៃការប្រាទប់តែអ្វីដែលខ្ញុំសង្កេតមើលជាក់ស្ដែងនោះតើតើជាមួយនឹងសត្រូវហើយនឹងអ្នកការពារខ្ញុំអាចនិយាយបានថាមានប្រៀបជាងអ្នកដែលចង់វាយប្រហារព្រោះក្នុងនាមយើងជាអ្នកការពារយើងឈរតាមមួយកន្លែងទេប៉ុន្តែអ្នកដែលចង់វាយប្រហារវិញគឺត្រូវតែចល័តទ័ពហើយនឹងស្វែងរកកន្លែងដែលសត្រូវមានភាពទន់ខ្សោយហើយវាយកន្លែងនោះមកតែបើសិនជាយើងមិនអាចសង្កេតមើលឃើញពីចំណុចខ្សោយរបស់សត្រូវបានទេអាហ្នឹងក៏វាពិបាកនឹងវាសម្រុកយកកន្លែងទីតាំងមួយដែលយើងចង់បានដែរព្រោះសម្រាប់អ្នកការពារនោះគឺគេមានពេលវេលាគិតគ្រប់គ្រាន់គិតពីយុទ្ធសាស្ត្រគិតអំពីការពារប្រើប្រាស់តបចល័តតបឆ្វេងស្ដាំឬក៏កន្លែងណាដែលសំខាន់ដែលសត្រូវចង់វាយប្រហារយកហើយបើយើងមានក្បួនទប់ទល់ច្បាស់លាស់ទៀតអានឹងគឺជាជំរើសមួយដែលល្អហើយក៏ជាជំរើសមួយដែលឈ្នះសម្រាប់សត្រូវដែរយើងអត់ខ្វល់ថាសត្រូវព្យាយាមឲ្យយើងរង្គោះរង្គើចិត្តដើម្បីចេញទៅប្រយុទ្ធជាមួយគេវាមិនមែនជារឿងមួយដែលចម្លែកទេឥឡូវខ្ញុំលើកឧទាហរណ៍មួយថាបើសិនបើមាននរណាម្នាក់មានចោរមកគាស់ផ្ទះយើងហើយយើងនៅក្នុងផ្ទះប៉ុន្តែយើងបិទទ្វារជាប់យើងមិនឲ្យចោរចូលបានទេព្រោះយើងកំពុងតែរកវិធីសាស្ត្របិទបាំងកន្លែងណាដែលមិនឲ្យចោរចូលបានហើយពេលខ្លះចោរវាតែស្រែកគំរាមយើងចង់ឲ្យយើងចេញមកចង់ឲ្យយើងទៅតតាំងជាមួយវាតែយើងត្រូវតែគិតវិញថាកាលណាដែលយើងព្យាយាមការពារនៅតែមួយកន្លែងហើយយើងបិទទ្វារគ្រប់ច្រកមិនឲ្យចោរនឹងចូលបានហើយបើសិនជាចោរនោះអត់មានសមត្ថភាពគាស់នៅបានទេអាហ្នឹងគឺវិជាការចាញ់មួយដែលគេដូចឧទាហរណ៍ថានេះអ្វីដែលខ្ញុំបាននិយាយចឹងគឺគេចង់ចូលមកយកទ្រព្យសម្បត្តិក្នុងផ្ទះយើងហើយយើងមានវិធីសាស្ត្រការពារទប់ទល់ជាប់អានឹងគឺជាវិធីសាស្ត្រមួយដែលឈ្នះហើយអញ្ចឹងចោលក៏មិនអាចធ្វើបានហើយក៏វាសុខចិត្តចោះចាញ់វាមិនបន្តមកឆ្លៀនពៀនផ្ទះយើងទៀតទេអញ្ចឹងក៏វារត់ចោលទៅតែបើយើងចង់បានជ័យជំនះនឹងស៊ីសងលើសមត្ថភាពក្នុងការការពាររបស់យើងដែរបើសិនបើយើងអត់មានតិចនិចក្នុងការសាងសង់ទ្វារផ្ទះរបស់យើងឲ្យមានភាពរឹងមាំហើយមានកលឹះចាក់សោយត្រឹមត្រូវទេក៏វាជាបញ្ហាមួយដែលគេគាស់គេធាក់តែបន្តិចវាបាក់ហើយតែបើសិនជាយើងមានតិចនិចច្បាស់លាស់យើងរៀបចំទ្វារផ្ទះរបស់យើងមានភាពរឹងមាំហើយយើងមានកលឹះមានសោចាក់ត្រឹមត្រូវដែលមានក្បួនខ្នាតស្តង់ដាអាហ្នឹងក៏វាល្អដែរមិនអាចឲ្យចោលចូលបានទេតែត្រូវចាំថាការពារផ្ទះខុសពីការពារទឹកដីផ្ទះវាអាចមានរបងការពារនិងទ្វារការពារប៉ុន្តែតើតើជាមួយនឹងទឹកដីវិញគឺលហលហែវមានតែព្រៃឈើសម្រាប់ការពារតែប៉ុណ្ណោះប៉ុន្តែបើសិនជាគេមានយុទ្ធសាស្ត្រឈ្មោលចូលបានហើយគេអាចសម្លាប់កងទ័ពយើងបានអាហ្នឹងក៏ជាចំណុចមួយដែលឈ្នះរបស់គេដែរនិយាយទៅវាអាចនិយាយបានថាវារាវវែងឆ្ងាយបន្តិចតែយើងអាចវិភាគមើលខ្លួនឯងទៅថាយើងមានរបៀបការពារបែបណាបែបមិនឲ្យសត្រូវចូលឆ្លៀនពៀនទឹកដីរបស់យើងបានហើយវិធីសាស្ត្រការពាររបស់យើងនឹងមានប្រមាណវិធីសាស្ត្រហើយយើងគួរតែរៀបវាបែបណាអាហ្នឹងអ្នកទាំងអស់គ្នាអាចគិតពិចារណាខ្លួនឯងទៅបើសិនជាខ្ញុំមានការគិតរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាគឺមានការគិតរបស់អ្នកទាំងអស់គ្នាដែរឥឡូវយើងកុំឲ្យនិយាយយូរវាបែកសាច់រឿងដែលខ្ញុំចង់បង្ហាញឥឡូវយើងចូលដល់សាច់រឿងយើងម្ដងសម្រាប់ទស្សនៈខ្ញុំផ្ទាល់ខ្ញុំអត់អាចនិយាយបានថាជូកលៀងខ្លាំងជាងសឺមីអ៊ីឬក៏សឺមីអ៊ីខ្លាំងជាងជូកលៀងនោះទេតែអ្វីដែលខ្ញុំហ៊ានថាសឺមីខ្លាំងជាងនោះគឺទឹកដីហើយនឹងធនធានហើយបើនិយាយពីភាពវៃឆ្លាត
របស់តួអង្គទាំងពីរនេះក៏ខ្ញុំមិនហ៊ានប្រៀបធៀបថាអ្នកណាឆ្លាតជាងអ្នកណាមានគំនិតខ្លាំងជាងដែរខ្ញុំមិនហ៊ាននិយាយទេប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានថាអ្នកណាដែលខ្លាំងនោះគឺសឿមអ៊ីព្រោះសឿមអ៊ីគឺមានទឹកដីធំជាងហើយនឹងធនធានធំជាងជូកលៀងដាច់អ្នកដែលមានធនធានគឺមានប្រៀបជាងអ្នកដែលទុនខ្សោយឯព្រោះបើសិនបើអ្នកដែលទុនខ្សោយនឹងជាយាមចូលចម្បាំងចូលវិបហាអញ្ចឹងដោយអត់មានសម្ភារៈអត់មានលុយឬក៏អត់មានកងទ័ពច្រើនដល់ពេលដែលយើងច្បាំងយើងមិនត្រូវការចំណាយលើសម្ភារៈហើយនឹងកងទ័ពចុះបើសិនជាកងទ័ពហ្នឹងទៅវាយបហាអ្នកដែលមានធនធានច្រើនគេមានកងទ័ពច្រើនគេមានសម្ភារៈច្រើនសម្រាប់ការពារគេឈរតាមកន្លែងហ្នឹងហើយយើងអ្នកទៅវាយគេហើយយើងមិនប្រើសម្ភារៈអស់ហើយយើងអស់កងទ័ពតែយើងមានអីទៅវាយគេទៀតហើយបើសិនជាយើងចាញ់ដល់ពេលដែលគេវាយបកមកវិញសួរថាយើងមានអីទប់ទល់ហើយក្នុងនាមយើងជាអ្នកទៅវាយគេយើងត្រូវតែស្គាល់ពីចំណុចខ្សោយរបស់គេថាគេមានចំណុចខ្សោយកន្លែងណាបើយើងចង់ឈ្នះគេដូចអ្វីដែលខ្ញុំបាននិយាយចឹងយើងវាយកន្លែងចំណុចខ្សោយរបស់គេបំផុតទៅយើងវាយឈ្នះទៅអ្នកដែលទប់ទល់ហ្នឹងក៏វាពិបាកដែរចុះព្រោះអាចំណុចខ្សោយហ្នឹងបានបាត់បង់ហើយសួរថាមានអីត្រូវការពីទៀតវាមិនបែកវងហើយចឹងក្នុងនាមយើងជាអ្នកវាមហាយើងអាចរកវិធីសាស្ត្រវាយសម្រុកបន្ថែមទៀតព្រោះនៅពេលដែលអ្នកការពារគេបែកតបបែកក្បួនអាហ្នឹងហើយគឺជាឱកាសរបស់យើងសម្រាប់វាយចូលដល់បើកចំហដែលមានភាពឈ្នះភាគរយច្រើនបើខ្ញុំនិយាយអញ្ចឹងអាចអ្នកទាំងអស់គ្នាមិនយល់ប៉ុន្តែខ្ញុំអាចលើកឧទាហរណ៍មួយទៀតបានឲ្យអ្នកទាំងអស់គ្នាយល់ឧទាហរណ៍ថាអ្នកវាយបដាល់ពីរអ្នកទល់មុខគ្នាត្រូវមួយហ្នឹងបកគលខៀវខ្លាំងជាងបកគលក្រហមប៉ុន្តែបើសិនជាបកគលក្រហមហ្នឹងរកចំណុចខ្សោយរបស់បកគលខៀវបានឥឡូវឧទាហរណ៍ថាវាយគ្រប់កន្លែងហីប៉ុន្តែបកគលខៀវហ្នឹងអត់ឈឺទេតែបកគលក្រហមហ្នឹងនៅតែជំនះហើយនឹងរកចំណុចខ្សោយរបស់បកគលខៀវហ្នឹងឲ្យឃើញឥឡូវឧទាហរណ៍ថាគាត់មានចំណុចខ្សោយនៅកន្លែងក្បាលពោះអញ្ចឹងក្នុងនាមយើងជាអ្នកប្រយុទ្ធយើងអ្នកទុនខ្សោយជាងយើងសាកវាយកន្លែងក្បាលពោះចំណុចខ្សោយរបស់គាត់ទៅថាវាយទៅគាត់មានភាពឈឺអត់ហើយបើសិនជាវាយទៅគាត់ឈឺមែនអាហ្នឹងគាត់នឹងបែកស្រើហើយបកគលខៀវហ្នឹងបែកស្រើហើយអញ្ចឹងយើងអាចនឹងវាយចំណុចផ្សេងបានពោះដល់ពេលដែលយើងវាយចំណុចខ្សោយរបស់គាត់ទៅគឺគាត់ព្យាយាមបិទបាំងតែកន្លែងខ្សោយរបស់គាត់គឺនៅក្បាលពោះហ្នឹងអញ្ចឹងគាត់ប្រឡែងមុខរបស់គាត់ប្រឡែងខ្លួនរបស់គាត់ជាងយើងវាយរកតែមុខឬក៏វាយខ្លួនរបស់គាត់ទៅធ្វើឲ្យគាត់បែកស្រើហ្នឹងគាត់គឺអត់មានកម្លាំងទប់ទល់នឹងការវាយសម្រុករបស់យើងបានទេអាហ្នឹងជាឧទាហរណ៍មួយដែលខ្ញុំនិយាយទៅអ្នកទាំងអស់គ្នាងាយនឹងយល់ហើយបើនិយាយរឿងបដាល់ហ្នឹងយើងមើលចាក់ស្ដែងទៅអាការដែលឈឿនល្វីវាយប្រកួតមុនកីឡាអូឡ িম্প ពិកហ្នឹងឃើញគាត់វាយចាញ់ដោយសារចំណុចខ្សោយរបស់គាត់នៅជើងខ្ញុំអត់ចាំថាវាយជាមួយនឹងថៃឬក៏វាយជាមួយអ្នកណាទេពេលហ្នឹងគឺឈឿនល្វីគឺមានប្រៀបវាយខ្លាំងជាងប៉ុន្តែដោយសារតែដៃគូសត្រូវហ្នឹងគឺគេស្គាល់ពីចំណុចខ្សោយរបស់គាត់គេសាកទាត់ជើងគាត់ក៏ផ្លូវគាត់ជាច្រើនដងទៅគាត់មានអារម្មណ៍ថាគាត់ឈឺចាប់ហើយគាត់ចុះកម្លាំងគាត់រៀងចុះទុនខ្សោយអញ្ចឹងនៅពេលដែលត្រូវឃើញចំណុចខ្សោយរបស់គាត់ហើយគាត់ទាត់តែជើងឈឿនល្វីរហូតទៅគាត់នឹងចាញ់ឯងគាត់ដួលតែម្ដងហើយបើតាក់ទងជាមួយនឹងក្នុងសាច់រឿងជាក់ស្ដែងហ្នឹងយើងក៏បានឃើញថាជូកលៀងគឺអាចមានប្រៀបវាយឈ្នះសឿមអ៊ីជាច្រើនដងហើយសឿមអ៊ីមិនអាចប្រយុទ្ធតទល់ជាមួយនឹងជូកលៀងដល់បើកចំហបានទេព្រោះនៅពេលដែលគាត់ចាញ់ច្បាំងជាមួយនឹងជូកលៀងតែងតែចាញ់ល្បិចឬក៏ចាញ់យុទ្ធសាស្ត្ររបស់ជូកលៀងជានិច្ចអញ្ចឹងនៅពេលដែលគាត់បើសិនគាត់គិតថាបើគាត់នៅតែបដោយទៅវាយតទល់ជាមួយនឹងជូកលៀងទៀតគាត់នឹងខ្សោយហើយនឹងគាត់បាត់បង់កងទ័ពច្រើនហើយគាត់ក៏អត់មានជ័យជំនះលើជូកលៀងដែរអញ្ចឹងគាត់មានជំរើសមួយគឺបិទទ្វារក្រុងការពារមិនឲ្យជូកលៀងវាយសម្រុកចូលបានហើយក៏មិនចង់ប្រយុទ្ធតទល់ជាមួយនឹងជូកលៀងដែរព្រោះនៅពេលដែលគាត់ព្យាយាមការពារគាត់នឹងឈ្នះឯងហើយជូកលៀងក៏អត់មានវិធីសាស្ត្រណាវាយក្រុងរបស់គាត់ចូលដែរទោះបីជាជូកលៀងឆ្លាតប៉ុណ្ណាក៏ដោយតែបើសិនជាមិនអាចរកចំណុចខ្សោយរបស់សឿមអ៊ីបានទេឬក៏មិនអាចរកចំណុចខ្សោយនៃការទប់ទល់របស់គាត់ទេគឺគាត់ពិបាកនឹងធ្វើអីចាញ់មែនតើ
ហើយបើនិយាយសរុបសេចក្តីចុងក្រោយហ្នឹងគឺអ្នកដែលទៅវាយប្រហារគេមិនអាចឈ្នះអ្នកទប់ទល់ទេអ្នក defend ទេហើយការនិយាយរបស់ខ្ញុំនេះក៏មិនប្រកាសថាវាត្រូវដែរប៉ុន្តែយើងមើលជាក់ស្ដែងនៅពេលបច្ចុប្បន្នតទៅជាមួយនឹងខ្មែរនិងថៃគឺថៃធ្វើអីយើងអត់ចាញ់ទេហើយក៏អត់មានក្បួនណាប្រយុទ្ធឈ្នះយើងដែរអញ្ចឹងមានតែញុះញង់ព្យាយាមធ្វើម៉េចឲ្យខ្មែរយើងរំលោភបាត់ជប់បាញ់ដើម្បីបហាគ្នាដោយបើកចំហប៉ុន្តែខ្មែរយើងអត់ចាញ់ល្បិចរបស់ថៃទេនិយាយរួមដដែលគឺនៅតែប៉ុណ្្នឹងយើងមិនអាចសន្មត់ថាអ្នកណាឈ្នះអ្នកណាចាញ់ទេតែអ្វីដែលមនុស្សគ្រប់គ្នាចង់បានដែលប្រជាជនចង់បានគឺសន្តិភាពយើងអត់ចង់ឲ្យប្រទេសមួយណាឬក៏ខ្មែរយើងហើយនឹងថៃនឹងប្រយុទ្ធគ្នាដែរប៉ុន្តែថៃនឹងវាតែងតែចង់បានទឹកដីរបស់យើងតែងតែចង់បហាប្រទេសរបស់យើងឲ្យរលាយប៉ុន្តែយើងក្នុងនាមយើងជាអ្នកការពារហើយយើងប្រទេសយើងដែលតូចជាងយើងអត់មានសិទ្ធិអីទៅតបតជាមួយគេហើយក៏អត់មានលទ្ធភាពអីទៅចេញប្រយុទ្ធជាមួយគេដែរយើងទទួលស្គាល់ថាយើងទប់ទល់យើងឈ្នះប៉ុន្តែប្រសិនបើការទប់ទល់របស់យើងនៅមានកម្រិតហើយការវាយប្រហារគេកាន់តែខ្លាំងគេមានសម្ភារៈទំនើបគេអាចកម្ចាត់ឬក៏គេអាចវាយសម្រុកកន្លែងចំណុចខ្សោយរបស់យើងបានអានឹងគឺជារឿងបញ្ហាមួយដែលធំដែរប៉ុន្តែយើងអត់ហ៊ាននិយាយសន្មត់ទេព្រោះក្បួនឬក៏ការប្រាស្រ័យទ័ពវាមានកម្រិតហើយវាស៊ីសងលើអ្នកដឹកនាំអ្នកណាដែលខ្លាំងជាងហើយអ្នកណាដែលការពារខ្លាំងជាងហើយអ្នកណាដែលមានយុទ្ធសាស្ត្រច្រើនជាងហ្នឹងហើយគឺជាអ្នកឈ្នះអ្នកណាដែលខ្លាំងជាងហ្នឹងអាហ្នឹងវាស្ថិតលើការឈ្នះចាញ់អ្នកណាដែលឈ្នះគឺអ្នកហ្នឹងជាអ្នកខ្លាំងហើយនិយាយថាប៉ុណ្្នឹងគឺឲ្យឆាប់តែម្ដងនិយាយអំពីអ្នកការពារមិនភ័យដូចអ្នកវាយប្រហារទេដោយក្នុងសភាសិទ្ធិចិនដែលបាននិយាយតគ្រប់ចំនួនហ្នឹងនិយាយថាបើសិនបើយើងដឹងពីចំណុចខ្សោយរបស់សត្រូវយើងប្រយុទ្ធ100ដងឈ្នះទាំង100ដងតែពាក្យហ្នឹងវាគ្រាន់តែជាទ្រឹស្ដីនៃប្រវត្តិសាស្ត្រទេប៉ុន្តែយើងមិនអាចយកមកប្រើក្នុងសង្គមសពថ្ងៃបានទេព្រោះវាឥឡូវវាមានភាពខុសគ្នាបើយើងធ្វើដូចយុទ្ធសាស្ត្រពីជំនាន់ដើមមកប្រៀបធៀបមើលឥឡូវវាអាចធ្វើទៅវាមិនសូវជោគជ័យធំទេឥឡូវតើតងជាមួយនឹងសង្គមបច្ចុប្បន្នគឺយើងត្រូវតែប្រើយុទ្ធសាស្ត្រផ្សេងឬក៏ទ្រឹស្ដីផ្សេងដែលយើងអាចប្រើទៅវាត្រូវហើយបើតើតងជាមួយនឹងវិធីសាស្ត្រក្នុងការការពារវិញក៏យើងត្រូវតែកែប្រែដែរយើងមិនអាចយកក្បួនយុទ្ធសាស្ត្រជំនាន់ដើមយកមកប្រើក្នុងសម័យឥឡូវទេព្រោះជំនាន់ពីមុនគឺមានតែដាវលំពែងនិងព្រួញតែឥឡូវគឺមានខកភ្លើងមីស៊ីលហើយនឹងយន្តហោះចម្បាំងបើប្រៀបធៀបជំនាន់មុនគេសាងសង់កំផែងដើម្បីការពារមិនឲ្យសត្រូវចូលមកបានតែឥឡូវយើងសាងកំផែងមួយកាត់សាងកំផែងហ្នឹងបាញ់តាមីស៊ីលមកគ្របហ្នឹងខ្ទេចឥឡូវហ្នឹងនេះខ្ញុំនិយាយលេងសើចអ្នកទាំងអស់គ្នាប៉ុន្តែវាជារឿងចាស់ស្ដែងហើយខ្ញុំគឺជាប្រជាជនធម្មតាទេប៉ុន្តែការគិតរបស់ខ្ញុំក៏មានដូចអ្នកដឹកនាំហើយនឹងទាហានដែរអានេះវាជាចំណែកមួយដែលយើងគួរតែចែករំលែកទៅដល់បងប្អូនគ្រប់រូបនៅក្នុងសង្គមរបស់យើងឲ្យប្រកបបានដឹងហើយចេះត្រៀមខ្លួនការពារទឹកដីរបស់ខ្លួនឯងកុំឲ្យសត្រូវថៃនឹងមកលេបតបាក់ទឹកដីយើងបានម្ដងទៀតព្រោះប្រវត្តិសាស្ត្រយើងបានឃើញហើយថាយួនហើយនឹងថៃនឹងលេបតបាក់ទឹកដីរបស់យើងអស់ច្រើនមែនតើសឹងថារលាយទាំងមូលប៉ុន្តែយើងដោយសារមានការរើបំរាស់ហើយអ្នកដឹកនាំរបស់យើងមានភាពវៃឆ្លាតគាត់ឆ្លៀតយកឱកាសទាំងអស់ហ្នឹងមកប្រមូលទឹកដីរបស់យើងបានមកវិញបានប៉ុណ្ណឹងវាជារឿងមួយដ៏សំណាងហើយអ្វីដែលសំខាន់មួយទៀតនោះគឺទឹកដីយើងសតតែប៉ុណ្្នឹងទេយើងត្រូវតែរក្សាវាគង់វង្សយើងមិនអាចទៅវិបហាយកទឹកដីរបស់យើងចាស់មកវិញទេហើយក៏ប្រជាជនដែលនៅទឹកដីរបស់គេដែលគេលេបតបាក់របស់យើងហ្នឹងក៏គេមិនគ្រប់គ្រងយើងទៅយកវិញដែរអញ្ចឹងអ្វីដែលយើងមានសប្តាហ៍ថ្ងៃនេះគឺយើងរក្សាតែប៉ុណ្្នឹងទៅឲ្យថិតថេរគង់វង្សយូរអង្វែងហើយពង្រឹងសមត្ថភាពរៀងខ្លួនឲ្យខ្លាំងទាំងអស់គ្នាដើម្បីឲ្យប្រទេសជាតិយើងកាន់តែរឹងមាំមិនឲ្យសត្រូវណាឈ្លានពានបានទេអានេះគឺគ្រាន់តែជាការចែករំលែករបស់ខ្ញុំទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយព្យាយាម
ចែករំលែកទៅតមនុស្សគ្រប់គ្នាហើយឬក៏ណែនាំបងប្អូនកូនក្មួយទាំងអស់គ្នាឲ្យស្គាល់ពីសត្រូវហើយនឹងស្គាល់ពីខ្លួនឯងឲ្យច្បាស់ក្នុងការការពារហើយនឹងអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់និយាយពីប្រធានបទមួយដែលសំខាន់នៅក្នុងជីវិតរបស់យើងគ្រប់គ្នាវាគឺជាវិធីសាស្ត្រការពារក្នុងការប្រយុទ្ធជាមួយនឹងសត្រូវពេលដែលយើងនិយាយពីសត្រូវវាមិនមែនត្រឹមតែជាសត្រូវក្នុងសង្គ្រាមទេប៉ុន្តែអាចជាសត្រូវក្នុងជីវិតប្រចាំថ្ងៃដូចជាការលំបាកការប្រឈមឬមនុស្សដែលចង់បង្កបញ្ហាឲ្យយើងដូច្នេះការមានយុទ្ធសាស្ត្រការពារគឺជារឿងមួយដែលចាំបាច់បំផុតសម្រាប់ខ្ញុំមាន5ចំណុចសំខាន់ចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាចំណុចទី1នោះគឺការត្រៀមខ្លួនទុកជាមុនការការពារដ៏ល្អបំផុតគឺជាការមិនឲ្យសត្រូវប្រើឱកាសក្នុងការវាយប្រហារមកលើយើងដូច្នេះយើងត្រូវមានការត្រៀមខ្លួនមិនថាជាសង្គ្រាមឬជីវិតប្រចាំថ្ងៃទេការត្រៀមចិត្តការរៀនចំណេះដឹងនិងមានជំនាញអាចជួយឲ្យយើងកុំឲ្យងាយស្រួលរងគ្រោះទី2ស្គាល់សត្រូវរបស់អ្នកចាស់និយាយថាស្គាល់ខ្លួនឯងនិងស្គាល់សត្រូវអាចឈ្នះសង្គ្រាមរាប់ពាន់ជុំបើសិនបើយើងមិនដឹងថាសត្រូវយើងគឺជាអ្វីឬជានរណាយើងនឹងពិបាកប្រយុទ្ធជាមួយគេដូច្នេះការស្គាល់យ៉ាងច្បាស់ជាឧបករណ៍ការពារដ៏សំខាន់បំផុតសម្រាប់យើងចំណុចទី3ការរក្សាឯកភាពនិងកម្លាំងក្នុងខ្លួនពេលយើងប្រឈមមុខនឹងសត្រូវយើងមិនគួរបែកបាក់ទឹកចិត្តឬក៏ខ្សោយចំណុចណាទេកម្លាំងផ្លូវចិត្តកម្លាំងក្រុមនិងឯកភាពជួយឲ្យយើងការពារខ្លួនល្អប្រសើរកាលណាដែលយើងមានកម្លាំងចិត្តខ្លាំងហើយនឹងយើងពង្រឹងក្រុមរបស់យើងឲ្យមានភាពខ្លាំងក្លានោះការសហការរបស់យើងទប់ទល់ជាមួយនឹងសត្រូវគឺងាយនឹងឈ្នះហើយការការពាររបស់យើងក៏ខ្លាំងដែរចំណុចទី4ការប្រើប្រាស់យុទ្ធសាស្ត្រឆ្លាតវៃពេលខ្លះការប្រយុទ្ធមិនចាំបាច់យើងប្រើកម្លាំងឬក៏សម្រាប់គ្នាទៅវិញទៅមកដោយប្រើគ្រាប់កាភ្លើងអីទេពេលខ្លះភាពវៃឆ្លាតឬក៏ប្រើយុទ្ធសាស្ត្រក៏អាចមានវិធីសាស្ត្រឈ្នះដោយមិនបាច់ចាំប្រយុទ្ធគ្នាដែរមិនមែនតែងតែការទប់ទល់ដោយកម្លាំងសាច់ឈាមទេពេលខ្លះការប្រើប្រាស់យុទ្ធសាស្ត្រឆ្លាតវៃឬការជៀសវាងក៏ជាការការពារដែលមានប្រសិទ្ធភាពដែរជាពិសេសក្នុងជីវិតការទប់ទល់ជាមួយនឹងពាក្យសម្ដីឬបញ្ហាយើងត្រូវប្រើប្រាស់បញ្ញាជំនាញនិងការអត់ធ្មត់ដូចនៅក្នុងសាច់រឿងជាក់ស្ដែងចឹងដែរជូកលៀងពេលខ្លះគាត់មិនប្រើទ័ពក្នុងការប្រយុទ្ធទេគាត់ប្រើតែហន្តដោះឆ្អឹងរបស់គាត់ប្រើប្រាស់ពាក្យចចាមអារាមឬក៏ប្រើប្រាស់អបាយកផ្សេងក៏អាចជាចំណុចយកឈ្នះសត្រូវបានដែរធ្វើឲ្យសត្រូវមានភាពភ័យខ្លាចឬក៏បែកបាក់សាមគ្គីនៅក្នុងក្រុមអាចមានបញ្ហាផ្ទៃក្នុងដែរអញ្ចឹងការប្រើប្រាស់យុទ្ធសាស្ត្រភាពវៃឆ្លាតគឺជាចំណុចមួយដែលសំខាន់ដែរដែលអ្នកទាំងអស់គ្នាគួរតែប្រើហើយចំណុចទី5ដែលជាចំណុចចុងក្រោយនោះគឺការបញ្ចប់ជាមួយនឹងសន្តិភាពដូចអ្វីដែលសំខាន់ប្រជាជនយើងទាំងអស់គ្នាមិនថាខ្ញុំឬក៏អ្នកទាំងអស់គ្នាទេគឺពិតជាចង់បានសន្តិភាពការរស់នៅល្អដោយមិនមានសត្រូវជុំវិញខ្លួនឬក៏មានសង្គ្រាមនៅក្នុងប្រទេសរបស់យើងទេការប្រយុទ្ធមិនមែនជាគោលបំណងចុងក្រោយទេការពិតយើងប្រយុទ្ធដើម្បីរកសន្តិភាពដូច្នេះការការពារដែលមានប្រសិទ្ធភាពបំផុតគឺអាចនាំឲ្យយើងមានសន្តិភាពនៅចុងក្រោយទាំងអ្នកទាំងអស់គ្នាហើយនិងខ្ញុំតែងតែលេងសើចជាមួយនឹងពាក្យថាអរគុណសន្តិភាពឥឡូវនេះគឺយើងពិតជាភ្លឺភ្នែកហើយថាសន្តិភាពពិតជាមានសារៈសំខាន់មែនសម្រាប់យើងគ្រប់គ្នាខ្ញុំធ្លាប់តែគិតក្នុងចិត្តថាប្រវត្តិសាស្ត្រខ្ញុំមើលរឿងសាមកុកហ្នឹងទៅជាមួយសង្គ្រាមវាជារឿងមួយដែលពិបាកទទួលយកហើយឥឡូវក្នុងជំនាន់របស់យើងនេះពិតជាជួបសង្គ្រាមមែនតើខ្ញុំក៏ភ័យខ្លាចដែរប៉ុន្តែកម្លាំងចិត្តខ្ញុំក្នុងការការពារក្នុងការត្រៀមខ្លួនសម្រាប់ទៅធ្វើកងទ័ពគឺខ្ញុំត្រៀមចិត្តរួចទៅហើយសម្រាប់ការពារទឹកដីរបស់យើងហើយខ្ញុំធ្លាប់គិតថាពេលដែលមានសង្គ្រាមមកចុះនៅក្នុងប្រទេសគេរស់នៅបែបម៉េចណាតែប្រជាជនគេរកស៊ីអីបែបម៉េច
តែពេលយើងមកមើលជាក់ស្ដែងវិញនៅសង្គ្រាមគឺបញ្ហាតែនៅព្រំដែនទេហើយតើតោងជាមួយនៅក្នុងក្រុងការរស់នៅគឺធម្មតាដូចជាអត់មានរឿងអីទេហើយការលក់ដូរអីហ្នឹងក៏រស់នៅធម្មតាដែរវាគ្រាន់តែយើងភ័យសន្សើរក្នុងបណ្ដាញសង្គមយើងឃើញតែគេវិភាដល់ណាយើងឈ្នះឬក៏ចាញ់អីហ្នឹងគឺសិទ្ធិភ័យទាំងអស់គ្នាយើងដេកមកលក់បក់មិនហើយតែប៉ុន្តែតើតោជាមួយនឹងការរស់នៅគឺយើងរស់នៅបែបធម្មតាហើយយើងត្រូវតែគិតថាពួកយើងសំណាងហើយដែលយើងមិនរស់នៅជីដែនដូចបងប្អូនដែលកំពុងតែភាសឹកទាំងអស់គ្នាហ្នឹងគឺគាត់មានភាពលំបាកមែនតើចំណែកឯពួកយើងនៅក្នុងក្រុងឬក៏នៅតាមបណ្ដាដែលមិនមានភាពបញ្ហាគឺយើងរស់នៅស្រួលអញ្ចឹងអ្វីដែលសំខាន់គឺយើងគួរតែព្យាយាមជួយឬក៏ចែករំលែកទាំងអស់គ្នាដើម្បីជួយបងប្អូនយើងដែលនៅតាមជីដែនដែលភាសឹកទាំងអស់ហ្នឹងដែលគាត់ជួបបញ្ហាហ្នឹងជួយដោះស្រាយទៅម្នាក់ម្ដាយទៅអាចនឹងផ្ដល់ជាថវិកាឬក៏យើងផ្ដល់ស្បៀងអាហារឲ្យទៅគាត់ឬក៏រៀបចំកន្លែងរស់នៅឲ្យគាត់ឲ្យបានសមរម្យទៅអាហ្នឹងគឺជាការចែករំលែកមួយដ៏សំខាន់នេះហើយតើតោងជាមួយនឹងបណ្ដាញសង្គមពេលខ្លះធ្លាក់ទូរស័ព្ទចុះខ្លះទៅយើងសលឹងមើលរឿងអីដែលល្អទៅតើតោងជាមួយនឹងការដឹកនាំហើយនឹងនយោបាយខ្ញុំដាស់តឿនអ្នកទាំងអស់គ្នាកុំព្យាយាមទៅពាក់ព័ន្ធជាមួយនឹងរឿងនយោបាយអីអ្វីដែលយើងចង់និយាយយើងនិយាយក្នុងចិត្តឬក៏និយាយដោយភាពស្ងៀមស្ងាត់ទៅយើងកុំនិយាយដោយបើកចំហវាអាចបង្កជាបញ្ហាមកដល់ខ្លួនឯងហើយអ្នកដឹកនាំក៏គាត់ដឹងដែរការទប់ទល់ឬក៏ការរៀបចំយុទ្ធសាស្ត្របែបម៉េចហើយនឹងការគ្រប់គ្រងរបស់ប្រជាជនគាត់ត្រៀមអស់ហើយអញ្ចឹងក្នុងនាមយើងជាប្រជាជនអ្វីដែលយើងជួយគឺជួយប្រជាជនគ្នាឯងទៅហើយនឹងរក្សាភាពនឹងណូកុំឲ្យចលាចលអីផ្សេងអាចនឹងសត្រូវឃើញឬក៏សត្រូវដឹងពីភាពទន់ខ្សោយរបស់យើងគេអាចនឹងវាយឆ្មក់កន្លែងណាមួយដែលជាចំណុចខ្សោយរបស់យើងបានវិធីសាស្ត្រនៅក្នុងការប្រយុទ្ធជាមួយសត្រូវមិនមែនគ្រាន់តែការប្រើកម្លាំងនោះទេប៉ុន្តែវាជាការបញ្ចូលគ្នារវាងការត្រៀមខ្លួនចំណេះដឹងបញ្ញាកម្លាំងផ្លូវចិត្តនិងការចង់បានសន្តិភាពបើសិនបើយើងអនុវត្តតាមចំណុចទាំងនេះយើងនឹងមានសមត្ថភាពការពារខ្លួននិងឈ្នះបញ្ហាប្រឈមគ្រប់យ៉ាងហើយក្នុងនាមយើងជាអ្នកការពារទឹកដីក៏យើងមិនភ័យដែរនៅក្នុងសាច់រឿងផ្សេងនៅក្នុងបច្ចុប្បន្នផ្សេងសត្រូវពេលដែលមកវាយយើងក៏ភ័យដូចគ្នាប៉ុន្តែភាពភ័យរបស់យើងវាមានកម្រិតដែរយើងកំពុងតែរៀបចំយុទ្ធសាស្ត្រក្នុងការការពារសត្រូវដែលឈ្លានពានមកលើទឹកដីរបស់យើងអញ្ចឹងអ្នកដែលភ័យយើងគេគឺសត្រូវនឹងឯងពេលដែលរកយុទ្ធសាស្ត្រវាយយើងអត់បែកវាភ័យទេហ្មងមិនដឹងថាយកយុទ្ធសាស្ត្របែបម៉េចឬក៏ដោះស្រាយប្រាប់ប្រជាជនរបស់សត្រូវនឹងបែបម៉េចឲ្យគេកាន់តែគ្រប់គ្រងមកលើកងទ័ពរបស់ថៃហ្នឹងណាអញ្ចឹងវាប្រឈមមុខនឹងបញ្ហាច្រើនតែតងជាមួយនឹងបញ្ហាផ្ទៃក្នុងបញ្ហាក្នុងសភាអីគេហ្នឹងហើយនឹងប្រជាជនអញ្ចឹងគេកំពុងថាភ័យមែនតើព្រោះវាយមកលើយើងខ្ញុំអត់ដឹងថាឈ្នះឬក៏ចាញ់ទេតែអ្វីដែលយើងបានឃើញយ៉ាងស្ដែងគឺថៃជាអ្នកចាញ់អញ្ចឹងគឺភ័យមែនតើចំណាយទាំងលុយចំណាយទាំងកងទ័ពចំណាយផ្សេងអស់ច្រើនមែនតើអញ្ចឹងក៏គេមិនសុខចិត្តដែរអ្វីដែលសំខាន់គឺយើងត្រៀមខ្លួនហើយយើងកុំចិញ្ចឹមគេទៀតយើងនាំគ្នាពហិការជប៉ុនរបស់ថៃទៅយើងអាចនិយាយបានថាយើងជាតិនិយមមែនមិនតែយើងទៅតែដឹងច្បាស់ថាគេតែតែមានបំណងចង់វាបហាយើងចង់លាបទឹកដីយើងហើយយើងនៅតែល្អចំពោះគេដល់ណាទៀតយើងទទួលស្គាល់ថាប្រជាជនខ្មែរយើងល្អចេះដឹងសុខទុក្ខពីអ្នកដទៃប៉ុន្តែយើងក៏មិនគួរចិញ្ចឹមសត្រូវដែរអ្វីដែលសំខាន់គឺយើងព្យាយាមចិញ្ចឹមប្រជាជនរបស់យើងហើយថែរក្សាប្រជាជនរបស់យើងស្រឡាញ់គ្នាឯងឲ្យបានច្រើនទៅកុំមានអាចិតប្រឆាំងគ្នាទៅវិញទៅមកកុំឲ្យដូចជំនាន់ប៉ុលពតអីយើងមិនចង់ឃើញទស្សនវិជ្ជាបែបហ្នឹងទេខ្មែរសម្រាប់ខ្មែរគ្នាឯងហ្នឹងអញ្ចឹងអ្វីដែលសំខាន់គឺយើងព្យាយាមរួបរวมសាមគ្គីទាំងអស់គ្នាដើម្បីការពារទឹកដីរបស់យើងទៅទៅជាមួយនឹងចំណុចខ្សោយរបស់នគរអ៊ួយគឺជាស៊ឺមីអ៊ីតែប្រសិនបើជូកលៀងអាចយកឈ្នះស៊ឺមីមែនអាចសម្រាប់
ស៊ឺមីមែនក៏មិនប្រកាសថាវាយនគរអ៊ុយបានជោគជ័យនោះដែរតែបើសិនជាជូកលៀងអាចសម្លាប់ស៊ឺមីបានមែនក៏នគរអ៊ុយក៏មិនមានការបះបោរពីស៊ឺមីដែរបើនិយាយពីរឿងសាមកុកវាមានវគ្គហួសចិត្តជាច្រើនឬក៏តាក់ទងជាមួយនឹងតួអង្គជាច្រើនដែលមានរឿងហួសចិត្តច្រើនមែនតើតាក់ទងជាមួយនឹងសំណាងឬក៏ក្បួនយុទ្ធសាស្ត្រគាត់អាចយកឈ្នះដោយមើលទៅមិនសមថានឹងឈ្នះឬក៏មិនសមថាគាត់នឹងអាចទទួលបានផលប្រយោជន៍ទាំងអស់ហ្នឹងហើយបើនិយាយពីការប្រើល្បិចកលវិញគឺវាស៊ីចង្វាក់គ្នាមែនតើតាមពិតទៅស៊ឺមីក៏មិនមែនជាបុគ្គលម្នាក់ដែលខ្លាំងអស្ចារ្យប្រហែលដែរអ្វីដែលខ្ញុំអាចនិយាយបាននោះគឺគាត់សំណាងប្រសិនបើខ្ញុំគិតថាបើកងទ័ពគាត់ស្មើនឹងកងទ័ពជូកលៀងនោះបើនិយាយពីការប្រយុទ្ធមួយស្មើនេះខ្ញុំគិតថាអត់ឈ្នះជូកលៀងនោះទេហើយការប្រើល្បិចកលរបស់គាត់ហ្នឹងក៏មិនដល់ជូកលៀងដែរជូកលៀងគឺមានក្បួនយុទ្ធសាស្ត្រច្រើនហើយស៊ឺមីក៏មិនដែលបំបែកវាបានដែរពេលដែលគាត់ចេញច្បាំងជាមួយនឹងជូកលៀងធ្វើអីគេអត់ចេញគាត់ក៏សម្រេចចិត្តបិទក្រុងមិនចេញប្រយុទ្ធទុកឲ្យជូកលៀងហ្នឹងនៅងែមងាមនៅក្រៅក្រុងចំណុចពិសេសរបស់ស៊ឺមីនោះគឺការទិញទឹកចិត្តមេតបទាំងឡាយនៅក្នុងរាជវាំងហើយនឹងបង្កើតបពុនៅក្នុងជួរមន្ត្រីបើនិយាយរឿងផ្ទៃក្នុងខ្ញុំអាចនិយាយបានថាគាត់ឈ្នះជូកលៀងដាច់ហើយព្រោះទសើគាត់ត្រង់ថានគរឆៅតែងតែដាក់ការសង្ស័យទៅលើស៊ឺមីហើយនឹងប្រើមនុស្សឲ្យមានការឃ្លាំមើលជាញឹកញាប់ប៉ុន្តែគាត់នៅតែអាចបិទបាំងការសម្ងាត់ទាំងអស់ហ្នឹងមិនឲ្យបែកធ្លាយការសម្ងាត់ការបង្កើតបពុរបស់គាត់ទេព្រោះគាត់មានខ្សែរយៈច្រើនអញ្ចឹងហើយណាមួយសិតតែជាកូនចៅដែលគាត់បណ្ដុះបណ្ដាលហើយគាត់ស្វែងរកនិងជ្រើសរើសអ្នករៀនសូត្រថ្មីអ្នកមានចំណេះដឹងមកប្រើការក្នុងជួរមន្ត្រីនៅពេលដែលគាត់យកឈ្នះជូកលៀងឲ្យជូកលៀងលើកតបដកថយវិញហ្នឹងក៏ខាងស្ដេចហ្នឹងក៏ចង់ធ្វើស៊ីគាត់ដែរប៉ុន្តែដោយសារគាត់មានលេសគាត់សុំដកខ្លួនអញ្ចឹងទៅក៏ធ្វើឲ្យស្ដេចអួយហ្នឹងក៏ទន់ចិត្តហើយលើកលែងឲ្យគាត់ប៉ុន្តែក៏គេឲ្យគាត់ទៅរស់នៅកន្លែងដែលគេរៀបចំឲ្យដែរដើម្បីឃ្លាំមើលគាត់ឬក៏ឃុំគាត់មិនឲ្យគាត់ចេញសកម្មភាពអីទាំងអស់ហើយប្រទេសតងជាមួយនឹងឆៅយួរវិញក៏មិនអាចសម្លាប់ស៊ឺមីបានដែរព្រោះសង្គ្រាមនៅតែមានស៊ឺមីគឺមិនអាចកម្ចាត់បានទេទុកប្រើប្រាស់នៅពេលក្រោយនៅពេលដែលសង្គ្រាមស្ងប់គេដកស៊ឺមីចេញនៅពេលដែលចាប់ដើមមានសង្គ្រាមនគរវិញគឺយកស៊ឺមីចូលវិញនិយាយទៅទុកប្រើប្រាស់ឆ្លាស់ចុះឡើងអញ្ចឹងធ្វើឲ្យស៊ឺមីក៏វាទេចិត្តដែរក៏មានអារម្មណ៍ថាពិបាកក្នុងការទុកឲ្យគេប្រើស្រួលពេកអញ្ចឹងក៏មានកម្រងមួយដែលចង់ធ្វើរដ្ឋប្រហារតែម្ដងស៊ឺមីទស្សនៈខ្ញុំផ្ទាល់ខ្ញុំគិតថាគាត់មានសំណាង3យ៉ាងសំណាងទី1គឺនគរគាត់គឺមានធនធានហើយនគរគាត់ជានគរធំអញ្ចឹងនៅពេលដែលគាត់បិទទ្វារមិនព្រមចេញប្រយុទ្ធជាមួយនឹងជូកលៀងគឺជាផលមួយដែលចំណេញហើយសំណាងទី2គឺការយកឈ្នះជូកលៀងការយកឈ្នះជូកលៀងដោយសារតែជូកលៀងឈឺស្លាប់ទេបើជូកលៀងមិនឈឺស្លាប់ក៏គាត់អត់មានជ័យជំនះដែរហើយសំណាងទី3នោះគឺគាត់រួចពីសេចក្តីស្លាប់ពីឆៅយួយឥឡូវខ្ញុំនិយាយពីចំណុចខ្សោយរបស់ជូកលៀងវិញទី1គឺនគរគាត់គឺជានគរតូចប៉ុន្តែគាត់ជ្រើសរើសទៅវាយនគរធំអានេះជាផលវិបាករបស់គាត់ទី1ឯងទី2តាមពិតទៅបងប្អូនទាំង3នាក់ធ្វើឲ្យបាត់បង់ទឹកដីអស់ច្រើនហើយក៏ធ្វើឲ្យបាត់បង់ឱកាសនៃការពង្រីកអានុភាពឬក៏ទឹកដីហើយនឹងកងទ័ពដែរចំណែកចំណុចខ្សោយទី3នោះគឺប៉ះជាមួយនឹងស៊ឺមីនឹងឯងដោយសារតែគាត់គឺជាមនុស្សខ្លាំងហើយមនុស្សគ្រប់គ្នាគឺស្គាល់ពីគាត់ហើយនឹងព្យាយាមសិក្សាពីគាត់អញ្ចឹងនៅពេលដែលគេដឹងពីចំណុចខ្សោយរបស់គាត់ហើយគឺគាត់ពិបាកនឹងវាបហាគេមែនតើគាត់តែគេទប់ទល់តែប៉ុណ្្នឹងទៅគឺជាចំណុចឈ្នះរបស់គេហើយសរុបសេចក្តីមកសម្រាប់ទស្សនៈខ្ញុំផ្ទាល់គឺខ្ញុំហ៊ាននិយាយថាជូកលៀងគឺមានសមត្ថភាពខ្លាំងជាងស៊ឺមីដាច់ឱកាសស៊ឺមីដែលឈ្នះហ្នឹងសរុបទៅអាចនិយាយបានថាគឺជាសំណាងតែម្ដងអាចនិយាយថាគឺជាសំណាងព្រោះគាត់មានសំណាងផ្ទួនមែនតើគាត់ធ្វើអីក៏អាសំណាងរបស់គាត់ហ្នឹងផ្ដល់មកឲ្យគាត់ដែរយើងមើលតែក្នុងចលងភ្នំសាំងហ្វាងមើលជូកលៀងបានពាត់គាត់ហើយឃុំគាត់
ប្រើភ្លើងដុតសាឡាកងតគាត់ប៉ុន្តែដោយសារសំណាងគឺមេឃភ្លៀងមកធ្វើឲ្យកងទ័ពរបស់គាត់អាចវាយសម្រុកចេញបានពីការឡោមព័ទ្ធហ្នឹងបើនិយាយពីការស្លាប់វិញស៊ឺមអ៊ីអាចនឹងស្លាប់នៅក្នុងសមរភូមិហើយក៏អាចស្លាប់នៅក្នុងនគរខ្លួនឯងផងដែរព្រោះគាត់គឺជាមនុស្សដែលគ្រោះថ្នាក់គឺជាចចកពេលខ្លះអាចនិយាយបានថានគរមួយចិញ្ចឹមសត្វចចកគឺវាមានគ្រោះថ្នាក់តែក៏គេមើលមិនឃើញថាគាត់ជាសត្វចចកដែរបើសពសេចក្តីទៅខ្ញុំបាននិយាយបានថាបើសិនបើបាត់បង់ស៊ឺមីទៅតើនគរអ៊ុយអាចនឹងប្រែប្រួលឬក៏បរាជ័យក្នុងដៃជូកលៀងដែរអត់ខ្ញុំនៅតែនិយាយពាក្យដដែលថាបើសិនបើបាត់បង់ស៊ឺមីគឺនគរអ៊ុយនៅតែរឹងមាំហើយក៏ជូកលៀងក៏មិនអាចវាយបែករនាំងការពារនៃនគរអ៊ុយដែរព្រោះខ្ញុំគិតថានគរអ៊ុយនៅតែមានមនុស្សដែលមានចំណេះដឹងខ្លាំងឬក៏ស្មើនឹងស៊ឺមីមិនចេះខ្វះទេពីគ្រាន់តែគេមិនតន់បញ្ចេញតែដោយសារស៊ឺមីគឺជាមន្ត្រីដែលធំពី3ចំនួនមកហើយបានគេទុកចិត្តគេប្រើគាត់តែបើសិនជាបាត់បង់ស៊ឺមីទៅក៏គេនៅតែមានមនុស្សដែលមានចំណេះដឹងអ្នកប្រាជ្ញអ្នកខ្លាំងស្មើនឹងស៊ឺមីយកមកប្រើប្រាស់ដែរហើយបើការយកឈ្នះរបស់ជូកលៀងនេះគ្រាន់តែអាចទទួលបានទឹកដីមួយចំនួនធំអីពីនគរអ៊ុយទេតែបើសិនជាបំបែកនគរអ៊ុយឲ្យខ្ទេចហ្មងគឺមិនងាយទេខ្ញុំគិតថាមិនងាយព្រោះតុងអ៊ូក៏គេកំពុងតែសម្លឹងមើលដែរហើយខាងតុងអ៊ូក៏មិនចង់ឲ្យជូកលៀងវាយឈ្នះនគរអ៊ុយដែលជោគជ័យនោះដែរគេមិនឈរមើលទេព្រោះខ្លាចតែជូកលៀងគ្រប់គ្រងទាំងអស់ទៅតុងអ៊ូគុំតែថ្ងៃណាមួយគេវាយព្រមព្រមទឹកដីដូចតែគ្នានឹងព្រោះតែមាននគរតុងអ៊ូគឺក៏មិនអាចព្រមទឹកដីបានដែរហើយសម្រាប់ការនិយាយពីសម្ព័ន្ធមិត្តនោះខ្ញុំអត់និយាយពីអេពីសូតហ្នឹងទេខ្ញុំអាចលើកទៅអេពីសូតក្រោយទៀតព្រោះនិយាយពីសម្ព័ន្ធមិត្តនោះគឺវារៀងវែងឆ្ងាយវាមិនមែនជាមិត្តភ័ក្តិឬក៏មិនមែនជាបងប្អូនឬក៏មិនមែនជាដៃគូសហការដែរវាគ្រាន់តែមួយខាងឈរមើលឬក៏អាចផ្ដល់ជាយុទ្ធសាស្ត្រឬក៏ជួយទំនុកបំរុងផ្សេងៗតែបើសិនជាឲ្យជួយ support អីហ្នឹងគឺមិនងាយទេយើងមើលតែសង្គមយើងសពថ្ងៃតាក់ទងជាមួយនឹងកម្ពុជាយើងសង្គ្រាមជាមួយថៃនិងប្រទេសផ្សេងៗមានសង្គ្រាមជាមួយគ្នាហ្នឹងបើនិយាយពីសម្ព័ន្ធមិត្តហ្នឹងគឺគេមិនជួយយើងទេគេចាំតែឈរមើលថាអ្នកណាឈ្នះឬក៏អ្នកណាចាញ់គេចាំមើលថាអ្នកណាខ្លាំងជាងអ្នកហ្នឹងទទួលបានផលប្រយោជន៍ច្រើនជាងហើយនឹងគេរេទៅខាងអ្នកហ្នឹងហើយតែបើសិនជាចាញ់គេមិនសូវជាខ្វល់ឬគេបលែងចោលអ្នកឯងទៅណាក៏ទៅតែដោយសារកម្ពុជាយើងជាប្រទេសមួយដែលខ្លាំងដែរមានតូចទៅជិតធំហើយតាក់ទងជាមួយនឹងអ្នកដឹកនាំប្រទេសរបស់យើងក៏គាត់មានយុទ្ធសាស្ត្រខ្លាំងក៏មានបទពិសោធន៍ច្រើនគាត់ដឹងពីតិចនិចក្នុងការដឹកនាំអញ្ចឹងក៏គាត់អាចទប់ទល់ពីស្ថានភាពដ៏អាក្រក់នឹងបានណាមិនឲ្យប្រជាជនយើងអស់សង្ឃឹមនោះទេអរគុណអ្នកទាំងអស់គ្នាផងអេពីសូតថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយ See you guys peace out